As we are living through a period of profound technology change, artificial intelligence is no longer a concept of future. It is already reshaping the way we work, the way we learn, the way we communicate, and the way we innovate. So let us turn this dialogue into a bridge that connects high-level policy to the practical daily realities of the communities and the hard-working women on the ground. ជាមួយគ្នានេះគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាក៏បានរំលេចការជំរុញការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ Digital ជាពិសេសដល់ស្ត្រីនៅតាមក្រសួងស្ថាប័ននិងការរៀបចំតម្រង់កម្មវិធីតម្រង់ទិសផ្សព្វផ្សាយជំរុញនិងលើកទឹកចិត្តដល់យុវជនជាពិសេសយុវនារីដើម្បីឈានទៅកាត់បន្ថយគម្លាត Gender ពាក់ព័ន្ធនឹងជំនាញ Digital ក្រសួងប្រៃសណីនិងទូរគមនាគមន៍ក៏ជាតួអង្គសំខាន់ក្នុងការបង្កើតសេចក្តីព្រាងពាក់ព័ន្ធនឹង National AI Strategy ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលដែលយើងកំពុងព្រាងនិង officially release នៅថ្ងៃអនាគត So I think we've heard a lot of already today, generally about how important it is to include women, include all genders in the digital economy and the digital transformation. And one basis, of course, for this is the policies. អញ្ចឹងយើងបង្កើនការយល់ដឹងសុវត្ថិភាពនិងតម្លៃស្ត្រីតាមអនឡាញនិងបច្ចេកវិទ្យាថ្មីចាដល់ស្ត្រីនិងក្មេងស្រីយើងមានរៀបចំជាយុទ្ធនាការ Digital ជាសាធារណៈកម្មវិធី GVV Chatbot Safe App ចានិង Digital Data Collection ផ្សេងៗដែលមានភាពជាប់ពាក់ព័ន្ធ Inclusivity is going to be a problem if we are going to exclude women outside of the AI ecosystem. We're not just losing people, but we're losing potential skills. We're losing capacity. We're also losing ideas. And all of that is going to deteriorate our economy and also our society in the future. So our risk is actually a lot more than we can imagine. Because we're not being very inclusive enough. So by being able to include women, girls, we are capturing all of the potential and the opportunities. ដើម្បីកសាងនៅសេដ្ឋកិច្ចនិងសង្គម Digital ចាំបាច់ណាស់ត្រូវមានការចូលរួមពីស្ត្រីក្នុងនោះគឺភាគីពាក់ព័ន្ធត្រូវប្រកាសថាការចាប់យកបច្ចេកវិទ្យាពិសេស AI ហ្នឹងជំរុញឲ្យស្ត្រីហ្នឹងគាត់មានភាពជឿជាក់ក៏ដូចជាកម្លាំងចិត្តថា AI គឺជាវិជ្ជាមួយដែលពួកគាត់អាចរៀនបាន បែបហ្នឹងគួរតែមានជាច្រើនហើយបើឱកាសឲ្យក្មេងៗដូចជា Gen Z ឬក៏សិស្សសាកលវិទ្យាល័យណាបានចូលរួមច្រើនដោយសារតែខ្ញុំស្វែងចិត្តហើយនឹងខ្ញុំគិតថាវាមានអត្ថប្រយោជន៍សម្រាប់ខ្ញុំមែនទែនទាំង boost my confidence នៅច្រើនជាងមុនហើយឲ្យខ្ញុំបានរៀនពីបងក្នុងវិស័យហ្នឹងហើយនឹងបានស្គាល់ពីបងជាច្រើននឹងទទួលបាន role model ច្រើនទៀតទៅក្នុងការបន្តក្នុងវិស័យ AI របស់ខ្ញុំបន្ថែមទៀត